ពេលវេលានេះគឺជាពេលវេលាដែលជារងចាំយូរមកហើយគឺជាពេលវេលាដែលមីបិសាច់នោះវាឆ្លើយតបដោយផ្ទាល់នឹងសំណេររបស់ខ្ញុំគឺខ្ញុំតែងតែព្យាយាមប្រើសំណេរហ្នឹងឲ្យវាឆ្លើយតបដើម្បីឲ្យខ្ញុំចង់ឲ្យមហាជនស្គាល់មុខវាដោយខ្លួនឯងអញ្ចឹងអ្វីដែល fan ធ្លាប់ឆ្ងល់ថាម្នាក់ណាដែលជាយុគមគួនយ៉ាមិនបាច់ហៅវាម្នាក់ហៅវាមីបិសាច់មួយណាដែលជាយុគមគួនរហូតមកដល់ពេលនេះគ្មានថ្ងៃលើកលែងទុកវាជាសត្រូវសួរពុជមួយជីវិតតជាតិទៀតហើយមួយណាដែលប្រមាថមើងងាយចិត្តដេរថៃប្រមាថតាំងពីកូនក្នុងពោះដាក់បដាសាឲ្យកូនខ្ញុំកើតមកអត់ដៃអត់ជើងយ៉ាផ្នែកប្រមាថក៏ជឿប្រមាណណាអ្នកនរគ្នាចាស់គង់ពេញក្នុងខួរក្បាលខ្ញុំហ្មងហើយមួយទៀតគឺវាឌីលខ្ញុំថាខ្ញុំផៅមុនការរលូតមុនកើតខ្ញុំដាក់សំណេរហ្នឹងឲ្យបងប្អូនអានមកគឺខ្ញុំនិយាយមានផុសតាសំណេរមួយនេះបើវាមិនទាន់លុបចោលបងប្អូនយកទៅ scan យកទៅវាយអក្សរគឺវាចេញ load នៅលើ Facebook នៅឡើយឯងចាហើយអ្នកនរគ្នាសូមបញ្ជាក់បន្តិចណាផៅមុនការហ្នឹងណារលូតមុនកើតហ្នឹងអ្នកនរគ្នាដឹងអត់ចាពាក្យផៅមុនការហ្នឹងវាចង់សំដៅទៅលើប្អូនប្រុសពៅរបស់ខ្ញុំដែលគ្នាទូចាដែលគ្នាទូឥឡូវនេះឥឡូវគឺអាសាលេខ1បែងហ្នឹងហើយគឺប្អូនប្រុសខ្ញុំតែវាអត់ដឹងថាម៉ាក់ខ្ញុំមានកូនតូចនឹងមួយទៀតទេចាអញ្ចឹងវាគ្រាន់តែមើលមកវាម៉ៃហ្មងថាខ្ញុំផៅមុនការមួយទៀតខ្ញុំកំពុងមានទង្ងន់វាដាក់ខ្ញុំរលូតមុនកើត yes អ្នកនរគ្នាចាអញ្ចឹងពីរនឹងផ្សេងគ្នាគឺវាដាក់ប្រាសាហើយវាឌីលថ្មីចង់សំដៅថាខ្ញុំហ្នឹងវាចង់សំដៅថាខ្ញុំហ្នឹងអត់ទាន់មានប្តីទេតែមានកូនអញ្ចឹងណាចាអញ្ចឹងខ្ញុំនឹងសម្រាយទាំងអស់ហ្នឹងឲ្យទាំងអស់គ្នាចាខ្លីប៉ុន្តែគឺខ្លឹមទាំងអស់ចាហើយខ្ញុំនិយាយតែមានផុសតាំងសំណេរហ្នឹងគឺមានទាំងអស់ប៉ុន្តែអ្វីដែលវានិយាយមកកាន់ខ្ញុំណាគឺមិនប៉ិតសំបីតែមួយចំណុចតែខ្ញុំលើកដៃបណ្ណំហ្មងចាកុំថាឡើយខ្ញុំយកជីវិតឪពុកម្ដាយគេមកលេងសើចដាក់ប្រាសាគេក្លាប់ឡានអីអ្នកខ្ញុំនិយាយនៅឥឡូវនេះគឺខ្ញុំនៅសៀមរាបហើយខ្ញុំអត់ចេះមូសាគេអ្នកខ្ញុំប្រឹងធ្វើបន់ធ្វើទៀនដើម្បីឲ្យជីវិតគ្រួសារខ្ញុំជួបតែរឿងល្អហើយជាពិសេសគឺឲ្យកូនខ្ញុំជីវិតទៅថ្ងៃមុខគឺរីកចម្រើនរុងរឿងមានសុខភាពល្អខ្ញុំអស់ចិត្តហើយចាហើយខ្ញុំមិនចេះមូសារឿងគេឧទាហរណ៍ថាបើវាមានសំណេរហ្នឹងឬក៏អ្វីដែលខ្ញុំប្រមាថកាប់ទៀនគ្រួសារវាដាក់ប្រាសាអញ្ចឹងណាឲ្យវាយកមកអ្នកនរគ្នាខ្ញុំសុកចិត្តថាបើសិនវាមានសំណេរទាំងអស់ហ្នឹងខ្ញុំតែសេការពីអតីតកាលដាក់បដាសាឲ្យពុកម្ដាយវាឬក៏ឲ្យវាក្លាប់ឡានឬក៏អីគេតែឪពុកវាកំពុងតែឈឺមុនស្លាប់អីណាណីគឺខ្ញុំទៅប្រមាថឪពុកម្ដាយគេហ្នឹងអ្នកនរគ្នាបើវាមានសំណេរមួយហ្នឹងមកដាក់មកខ្ញុំដើរចូលគុកឲ្យមើលចាឲ្យវាដាក់មកប៉ុន្តែខ្ញុំមានផាតាំងខ្ញុំសេវទុកគ្រប់បែបយ៉ាងទាំងអស់ខ្ញុំបញ្ជាក់ប្រាប់អ្នកនរគ្នាឲ្យខ្ញុំទៅប្រមាថកាប់ទៀនជីវិតគេយ៉ាងម៉េចឲ្យខ្ញុំទៅប្រមាថកាប់ទៀនឪពុកម្ដាយគេយ៉ាងម៉េចខ្ញុំមកគុំគួនវារឿងវាប្រមាថកូនខ្ញុំមកទាំងដែលខ្ញុំដឹងថាថ្ងៃ anniversary របស់វាអ្នកនរគ្នាចាវាចូលពេទ្យទាំងយប់ដោយសារតែវាកូនអត់នៅខ្ញុំសុំតែម្យ៉ាងខ្ញុំសុំនិយាយអ្វីដែលសច្ចៈបើសិនជាខ្ញុំចេះលក់លុយវាអ្នកជាមនុស្សម្នាក់ដែលមានចិត្តដេរឆានដូចវាខ្ញុំនឹងយកភាសាទាំងអស់នោះមកលក់លុយវានៅក្នុងប្រព័ន្ធបណ្ដាញបាត់ហើយពេលដែលខ្ញុំដឹងថាកូនវាអត់នៅវាអត់ហ៊ានបង្ហាញថាវាមានកូនជាសាធារណៈអីសោះសាយអ្នកនរគ្នាដោយសារអីអត់គឺវាខ្លាចខ្មាស់ខ្ញុំប៉ុន្តែពេលនោះហើយគឺជាថ្ងៃ anniversary របស់វាលាករោបសអ្នកនរគ្នាចាពេលនោះហើយយប់ឡើងគឺយប់ឡើងវាទៅពេទ្យហើយស្អែកឡើងគឺកូននឹងវាអត់នៅហើយសួរថាហេតុអីបានខ្ញុំដឹងរឿងហ្នឹងវាជារឿងចៃដន្យមួយដែលខ្ញុំដឹងតែសួរថាខ្ញុំទៅលក់លើជីវិតគេអត់ទេអត់ដាច់ខាតអញ្ចឹងអ្វីដែលខ្ញុំនិយាយនៅក្នុងនេះគឺគ្រាន់តែចង់បកស្រាយថាខ្ញុំអត់មែនចិត្តដេរថៃដូចវាទេចាពីព្រោះខ្ញុំស្គាល់អារម្មណ៍មនុស្សស្រីដែលបាត់បង់កូនគឺរបៀបម៉េចអញ្ចឹងហើយខ្ញុំអត់ចេះតែយកក្មេងមកលេងសើចទេប៉ុន្តែខ្ញុំនិយាយខ្ញុំ share status ខ្ញុំចង់វាឆ្លើយតបមកកាន់ខ្ញុំគឺខ្ញុំចង់ស្រាយចម្ងល់ fan ថាតើមីបិសាច់មួយណាដែលវាប្រមាថកូនខ្ញុំដាក់បណ្ដាសាកូនខ្ញុំហ្នឹងហើយតាំងពីដើមមកហើយខ្ញុំតែងតែឈឺចាប់ពីព្រោះវាជាជំងឺមួយដែលស្ត្រីជាម្ដាយតែងតែដាក់ជាប់នៅក្នុងចិត្តម្ដាយមួយណាក៏ដោយក៏ស្រឡាញ់កូនដែរម្ដាយមួយណាក៏ដោយក៏ចង់ចាំរឿងរាវដែលគេប្រមាថកូនគ្មានថ្ងៃភ្លេចដល់ជីវិតសូន្យទៅវិញចាអាហ្នឹងគឺបែបហ្នឹង